សួស្តីលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើ project ការងារយើងតាក់ទងទៅនឹង user និង group ហើយយើងមាន folder ចំនួន3ជាមួយនឹង folder 3ហ្នឹងមាន4 user នៅក្នុង folder មួយហើយយើង set permission ឲ្យវានេះគឺជា permission នេះ u read write execute ជាមួយនឹង g read execute ហើយ o គឺអត់មាន set អីទេក្នុងនេះក៏ដូចគ្នាមួយនេះក៏ដូចគ្នាហើយសម្រាប់ការងារជាក់ស្ដែងខ្ញុំបានបង្កើតគ្រប់ក៏ដូចជា user ហើយសម្រាប់គ្រប់ SUITG នេះខ្ញុំដូរមក SOITG វិញដោយសារខ្ញុំបានបង្កើតហើយនេះគឺគ្រប់ SOITG ជាមួយនឹង SU cell ITG cell G ជាមួយនឹងគ្រប់SU admin G ហើយជាមួយនឹង user ក៏ខ្ញុំបានបង្កើតដូចគ្នាសម្រាប់ user Telegram ដោយ01 02 03ជាមួយនឹង04នេះបោះITU ហើយសម្រាប់ ITU អូខេមិនសាឆា user ចឹងនេះចូលនេះសម្រាប់ share ខ្ញុំបានបង្កើត user ចំនួន4ហើយជាមួយនឹង admin ក៏បានបង្កើត4ហើយនឹង ITU ក៏យើងបានបង្កើត4ដែរហើយខ្ញុំក៏បាន make user ទាំង4ហ្នឹងចូលទៅកាន់ក្រុមនីមួយៗរបស់វាដូចជា tree or SOITG យើងមាន user 4ហើយជាមួយនឹង tree SU admin G យើងមាន user ចំនួន4ដែរហើយជាមួយនឹង U cell G យើងមាន 3 FU cell G ហើយយើងមាន user ក្នុងនោះចំនួន4អីដែលបន្ទាប់នោះយើងធ្វើការ set permission ឲ្យវានៅក្នុងហ្នឹងអញ្ចឹងយើងធ្វើការ set permission ឲ្យ SU SOIT មុនសិនអញ្ចឹងដំបូងយើងធ្វើការ check ទៅលើ SOI IT របស់យើង SOITG នៅក្នុងនេះដំបូងនេះគឺជាឈ្មោះ user របស់ខ្ញុំជាក់ស្ដែងយើងត្រូវ change វាទៅជា name របស់វាសិនអញ្ចឹងយើងធ្វើការ change វាដោយប្រើ comment កន្លែងនេះគឺខ្ញុំsudo clone IT U01 ជាមួយនឹង SOITG ITU 01
មួយទៀតក៏ដូចគ្នា2 3 4 ចឹងយើងទៅការឆែកវាភាសាទៀត SOITG ចឹងក្នុងនេះខ្ញុំបានដូរកន្លែងនេះទៅជា username របស់ user របស់យើងកន្លែងនេះខ្ញុំដូរទៅកាន់ user group របស់យើងចឹងបន្ទាប់មកយើងធ្វើការ set file យើងធ្វើការ set permission ឲ្យវាយើងទៅប្រើ command SOITG TU ចុច14តមកមួយទៀតនេះមិញខ្ញុំច្រឡំលេខ0ជាមួយនឹង O ហើយខ្ញុំបានកើតហើយយើងធ្វើការ show វាភាសាទៀតSOITG នេះសម្រាប់កន្លែងនេះជា register របស់វាសម្រាប់ user យើងមានសិទ្ធ read write execute ជាមួយនឹង group យើងមានសិទ្ធ read និង execute ហើយសម្រាប់ order គឺ 0 តបមកយើងចូលទៅកាន់ cell របស់យើងម្ដងដែល cell របស់យើងគឺ show វាសិន user G នៅក្នុងនោះយើងត្រូវការ change ដូចមិញចឹងខ្ញុំប្រើ sudo chrome cell 01របស់យើងជាមួយនឹង cell G user G cell 01យើង01 English 02ក្រោមនេះយើងត្រូវឆ្លង02ដែរ02ក្រោមនេះ03ដែរ04
son 4 okបន្តមកយើងទៅការ show វាភាសាទៀត L Zulu ISO SLG នេះយើងទៅការ change វាហើយអីបន្តមកយើងទៅការ set permission ឲ្យវាហើយនេះគឺសម្រាប់ក្រុមរបស់យើងគឺអត់ដូចគ្នាជាមួយនឹង FU cell CG ហើយជាមួយនឹង cell របស់យើងហើយសម្រាប់ order គឺអត់ដូចគ្នាយើងទៅការ show វាភាសាទៀតនេះយើងទៅការ change ហើយអីឥឡូវយើងទៅការចូលទៅកាន់ admin របស់យើងដល់ admin G admin group ក្នុងនេះយើងទៅការ change ដូចគ្នាការ change វាមិញកន្លែងនេះ change ទៅកាន់ទៅជា ADU កន្លែងនេះ01ជាមួយនឹងគ្រប់ហើយជាមួយនឹងគ្រប់ SU admin admin G PDU 01និង XMP នេះគឺshit ហើយការ LS សារថ្មី FU admin G នឹងទៅការ change វាហើយអីឬយើងទៅការ set permission ឲ្យវាភាសាទៀតសម្រាប់គ្រប់ admin ទៅមកទៀតនោះខ្ញុំធ្វើការ set permission ឲ្យវា set permission ឲ្យវាកន្លែងនេះគឺគ្រប់ជាមួយនឹង play you admin G you តបមកយើងសាយ order ម្ដង
សារថ្មីនេះនេះគឺជា register របស់យើងដែល user គាត់អាច create execute ហើយសម្រាប់ group គាត់អាច create execute ហើយ order គាត់អាច create execute បានដែរ